អាស៊ីខាងលិចដែលជាទូទៅគេហៅថាមជ្ឈិមបូព៌ាគ្របដណ្ដប់លើផ្ទៃដីសរុប 5,099,935 គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនរស់នៅ 313 លាននាក់គិតត្រឹមឆ្នាំ 2018 ប្រទេសនៅអាស៊ីខាងលិចមាន 20 ប្រទេសដូចជា ទី 1 ប្រទេសកាតា ទី 2 ប្រទេសគុយវ៉េត ទី 3 ប្រទេសសក់ស៊ី ទី 4 ប្រទេសទូគី ទី 5 ប្រទេសប៉ាឡេស្ទីន ទី 6 ប្រទេសបារ៉ែន ទី 7 ប្រទេសយេម៉ែន ទី 8 ប្រទេសលីបង់ ទី 9 ប្រទេសស៊ីប្រុស ទី 10 ប្រទេសសេរី ទី 11 ប្រទេសស័រដានី ទី 12 ប្រទេសអ៊ីរ៉ង់ ទី 13 ប្រទេសអ៊ីរ៉ាក់ ទី 14 ប្រទេសអ៊ីស្រាអែល ទី 15 ប្រទេសអាមេនី ទី 16 ប្រទេសអារ៉ាប៊ីសាអូឌីត ទី 17 ប្រទេសអាស៊ែរបៃសង់ ទី 18 ប្រទេសអូម៉ង់ ទី 19 ប្រទេសអេមីរ៉ាប់អារ៉ាប់រួម និងទី 20 ប្រទេសអេស៊ីប